លោកពឿនព្រឹកនេះមានព័ត៌មានអ្វីដែរលោកចា៎បាទព្រឹកនេះខ្ញុំមានព័ត៌មានមួយគឺអនុរដ្ឋលេខាធិការក្រសួងអប់រំជំរុញការពង្រឹងគុណភាពអប់រំដើម្បីឲ្យពលរដ្ឋក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់ជាតិបាទចា៎បាទថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំ2025និងទិសដៅការងារសម្រាប់ឆ្នាំ2026នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិននាព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026អាយដាមវងពីរុនអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអប់រំយុវជននិងកីឡាលោកគ្រូអ្នកគ្រូត្រូវខិតខំពង្រឹងគុណភាពអប់រំពិសេសផ្ដោតលើបច្ចេកវិទ្យាទំនើបដែលជាគន្លឹះមួយក្នុងគន្លឹះទាំង5នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី7នៃរដ្ឋាភិបាលដើម្បីប្រែក្លាយប្រជាពលរដ្ឋបន្តវេនរបស់កម្ពុជាជាមូលធនដ៏មានសក្តានុពលក្នុងការអភិវឌ្ឍសង្គមជាតិអាយដាមវងពីរុនអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថាដើម្បីឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការទទួលបានជោគជ័យគឺសំណូមពរដល់លោកគ្រូអ្នកគ្រូបុគ្គលិកអប់រំទាំងអស់ត្រូវចូលរួមក្នុងការបង្ហាត់បង្រៀនប្រកបដោយគុណភាពប្រសិទ្ធភាពនិងបរិយាកម្មព្រមជាមួយនៅការច្នៃប្រឌិតខ្ពស់ក៏ដូចជាការកសាងនៅហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនឲ្យបានគ្រប់គ្រាន់និងប្រកបដោយផាសុកភាពអាយដាមបានបន្តថាដើម្បីឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រគឺត្រូវឲ្យពួកគេចាត់ទុកសាលារៀនគឺជាផ្ទះរបស់ខ្លួនហើយចាំបាច់ត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលដែលជាគណៈគ្រប់គ្រងសាលាក្នុងការរួមចំណែកអភិវឌ្ឍសាលារៀនឲ្យคล้ายទៅជាកន្លែងដែលគួរស្រឡាញ់នឹករលឹកនិងមានអារម្មណ៍ចង់មកសាលាសិក្សារៀនសូត្រក្នុងនោះការរៀបចំឲ្យមានសួនច្បារការដាំដើមឈើការបង្កើតបណ្ណាល័យនិងការបញ្ចូលលើបច្ចេកវិទ្យាក្នុងការអប់រំគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពជាមួយគ្នានោះដែរអាយដាមវងពីរុនក៏បានមានតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិននិងអ្នកពាក់ព័ន្ធដែលបានរួមចំណែកក្នុងការធ្វើឲ្យវិស័យអប់រំក្នុងខេត្តប៉ៃលិនមានការរីកចម្រើនដោយក្នុងនោះសាលារៀនមួយចំនួនក៏ទទួលបានជ័យលាភ័យពីក្រសួងអប់រំយុវជននិងកីឡាក្នុងនាមជាសាលាគំរូទាំងក្នុងកម្រិតបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យអាយដាមអនុរដ្ឋលេខាធិការក៏បានស្នើឲ្យអង្គសន្និបាតពិនិត្យពិភាក្សានិងរំលឹកនៅចំណុចសំខាន់បញ្ហាប្រឈមដើម្បីជួយយ៉ាងណាឲ្យសិស្សានុសិស្សបានបន្តការសិក្សាយ៉ាងហោចណាស់ដល់កម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងធានាបានការសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងកម្រិត 60% សូមបញ្ជាក់ថាបើតាមរបាយការណ៍របស់លោកសំធិរាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម្រាប់ប្រឡងថ្ងៃទី14ខែកក្កដាឆ្នាំ2025មានបេក្ខជនប្រឡងសរុបចំនួន927នាក់ស្រី508នាក់បេក្ខជនប្រឡងជាប់សរុបចំនួន891នាក់ស្មើនឹង 97.16% ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនប្រឡងចំនួន603នាក់ស្រី382នាក់សរុបភាគរយប្រឡងជាប់ចំនួន 87.42% ក្នុងនោះទទួលបាននិទេស A ចំនួន3នាក់និទេស D ចំនួន17នាក់ C ចំនួន115នាក់និទេស B ចំនួន228នាក់និងនិទេស E ចំនួន158នាក់បាទនេះជាព័ត៌មានពីខេត្តប៉ៃលិនខ្ញុំបានសូមបញ្ចប់តែប៉ុណ្ណេះបាទចាអរគុណច្រើនលោកពឿនចំពោះសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងព្រឹកនេះជម្រាបលាជួបគ្នាអ្នកឱកាសក្រោយចាបាទសូមអរគុណសូមជម្រាបលាបាទចា